ណាគេខ្លះមានអនុស្សាវរីយ៍ល្អៗជាមួយនឹងម៉ាស៊ីនហ្គេម PSP នេះខ្លះហើយនៅក្នុងដៃខ្ញុំហ្នឹងគឺជា PSP ស៊េរី3000វាចេញដំបូងគឺ PSP ស៊េរី1000ដែលគេហៅថា PSP Fat វារៀងក្រាស់បន្ទាប់មកវាចេញ PSP ស៊េរី2000ដែល2000ហ្នឹងវាធ្វើរៀងឲ្យស្ដើងជាងអាស៊េរីដំបូងដែលគេហៅថា PSP Slim ហើយបន្ទាប់មកទៀតបានវាចេញ PSP ស៊េរី3000ដែលគេហៅថា PSP Slim and Light ហើយអា PSP 3000ហ្នឹងគឺវាមានចំណុចពិសេសដែលល្អជាងអាស៊េរី1000ហើយនិងស៊េរី2000ទី1គឺវាមានហ៊ុនមិចនៅខាងមុខនេះសម្រាប់ឲ្យយើងនិយាយគ្នាតាមកម្មវិធី Skype បានកម្មវិធី Skype នោះពេញនិយមការជំនាន់ហ្នឹងហើយវាមានហ្គេមខ្លះដែលវាត្រូវការឲ្យយើងបញ្ជាតាមរយៈសំឡេងអញ្ចឹងយើងមិនបាច់ដាក់កាសដែលត្រូវការមានហ៊ុនមិចទេព្រោះកាលហ្នឹង PSP ស៊េរី1000ហើយនិង2000ហ្នឹងយើងត្រូវការប្រើកាសដែលកាសហ្នឹងវាមានហ៊ុនមិចប៉ុន្តែសម្រាប់អានេះបាច់ប្រើកាសហើយវាមានមិចជាប់នៅលើម៉ាស៊ីនស្រាប់ហើយមួយទៀតគឺអេក្រង់របស់វាមាន anti reflection បានន័យថាវាប្រឆាំងជាមួយនឹងចំណាំងផ្លាតពេលដែលយើងយកទៅលេងនៅខាងក្រៅគ្រប់ពេលថ្ងៃក៏យើងនៅតែអាចមើលឃើញអេក្រង់វាបានច្បាស់ល្អជាងអាស៊េរី1000ហើយនិង2000ដែរដែលស៊េរីមុនអត់មាន anti reflection ទេហើយមួយទៀតគឺកម្រិត contrast ដែលវាធ្វើឲ្យ color ទឹកពណ៌ពេលដែលយើងលេងហ្គេមមើលទៅគឺឃើញច្បាស់ល្អជាងអាស៊េរី1000ហើយនិង2000អញ្ចឹងសួរថាតើ PSP Slim and Light នេះនៅក្នុងឆ្នាំ2026វានៅតែល្អលេងអត់ហើយអ្នកនរគ្នាគួរតែទិញវាយកទៅលេងសម្រាប់កំដរការអបសុកពេលទំនេរពីការងារអត់ព្រោះបើនិយាយពីម៉ាស៊ីនហ្គេមដែលតូចស្រាលស្រួលយកតាមខ្លួនដាក់កប៉ៅបានគឺមានតែ PSP នឹងទេដែលខ្ញុំគិតថាជាជម្រើសដែលល្អបំផុតអូខេឥឡូវយើងមកនិយាយពី spec របស់វាក៏ដូចជារំលឹកអតីតកាលខ្លះៗជាមួយនឹងម៉ាស៊ីនហ្គេម PSP PSP ស៊េរី3000ជាចំនួនចុងក្រោយបំផុតដែលរក្សារូបរាងដើមរបស់ PSP មុនពេលដែល Sony បញ្ចេញលក់ PSP Go និង PS Vita វាជាម៉ាស៊ីន Game Handheld ដែលល្អបំផុតដែលចេញលក់ដំបូងនៅក្នុងឆ្នាំ2008ភាគច្រើនគេហៅវាថា PSP Slim តែជាក់ស្ដែងឈ្មោះដែលត្រឹមត្រូវគឺ PSP Slim and Light ឬមួយក៏ PSP Prime អា model PSP 2000ដែលចេញមុនមួយឆ្នាំទើបគេហៅថា PSP Slim មកពីវាមានរូបរាងស្ដើងដូចគ្នានិងស្រដៀងគ្នាច្រើនមូលហេតុដែលគេឲ្យឈ្មោះវាថា Prime គឺមកពីពាក្យថា Prime ព្រោះវាមានអេក្រង់ដែលភ្លឺច្បាស់ជាង PSP ស៊េរី1000និង2000ដែលវាបំពាក់អេក្រង់ចំនួនថ្មីដែលគេហៅថា Advanced LCD ទំហំ 4.3 អ៊ីងដែលមានកម្រិត contrast ខ្ពស់ជាងមុនមានកម្រិតពណ៌កាន់តែច្បាស់ជាងមុនធ្វើឲ្យពណ៌ពេលលេងហ្គេមមើលទៅវាកាន់តែស្រស់ស្អាតនិងភ្លឺជាងមុនមួយទៀតគឺអេក្រង់វាក៏មានបច្ចេកវិទ្យាប្រឆាំងនឹងចំណាំងផ្លាតផងដែរពេលយើងយកទៅខាងក្រៅលេងគ្រប់ពេលថ្ងៃគឺនៅតែអាចមើលឃើញបានច្បាស់បើចំនួន PSP 1000និង2000គឺអត់មាន anti reflection នេះទេហើយវាក៏មាន microphone មួយនៅផ្នែកខាងមុខសម្រាប់ឲ្យយើងប្រើនិយាយគ្នាតាម Skype នៅសម័យនោះ microphone នេះក៏វាមានអត្ថប្រយោជន៍សម្រាប់លេងហ្គេមមួយចំនួនដែលត្រូវការបញ្ជាដោយសំឡេងដែលវាមិនចាំបាច់ត្រូវប្រើកាសខ្សែដែលមានមិចទេហើយវាក៏មានបំពាក់ speaker stereo ពីរគ្រាប់សងខាងនៅផ្នែកខាងមុខនេះ PSP នេះបំពាក់ CPU ប្រភេទ All-Electric ដែលមានល្បឿន 333 MHz វាជាល្បឿនដំណើរការដែលខ្លាំងមួយនៅចំនួននោះ RAM 64 MB ធំជាង PSP 1000ដែលមានទំហំត្រឹម32 MB មានន័យថាវាកាត់បន្ថយពេលវេលារងចាំ loading ពេលចូលលេងហ្គេមបានលឿនជាងមានអង្គផ្ទុកទិន្នន័យជាប្រភេទ Memory Stick Pro Dual ដែលវាគ្រប់គ្រងដល់ទំហំ 32GB ឬក៏លើសនេះសម្រាប់ផ្ទុកហ្គេមរូបភាពចម្រៀងហើយនៅផ្នែកខាងលើវាមានរុន mini USB សម្រាប់ភ្ជាប់ទៅកាន់ computer ដើម្បី copy game រូបភាពផ្សេងៗហើយរុន Momo សងខាងនេះសម្រាប់ភ្ជាប់ជាមួយនឹង accessory ដូចជាកាមេរ៉ា Go Cam ជាដើមខាងក្រោមវាមានរុនដោតកាសជាមួយនឹងរុនសម្រាប់បញ្ចេញរូបភាពតទៅកាន់ទូរទស្សន៍និងរុនសាកថ្មហើយក្នុងខាងក្រោយគឺជា UMD drive វាជាសន្ទះសម្រាប់ឲ្យយើងបើកដាក់ D game ទោះបីជាវាចេញជិត20ឆ្នាំហើយក្តីតែ PSP នៅតែមានការពេញនិយមនិងជាម៉ាស៊ីនហ្គេមទំហំតូចស្រាលដែលងាយស្រួលដាក់ហោប៉ៅយកទៅតាមខ្លួនបំផុតមានរាប់ពាន់ហ្គេមសម្រាប់ដាក់ឲ្យលេងហើយសុទ្ធតែជាហ្គេមដែលលេងមិនងាយធុញដូចហ្គេមចេញឥឡូវនេះទេខ្ញុំចាំបានកាលនោះខ្ញុំចូលចិត្តលេងហ្គេម God of War, Ghost of Sparta និង Chain of Olympus លេងចាប់ហើយលេងទៀតលេងអត់ចេះធុញហ្គេមប៉ុណ្ណឹងឡានមានដូចជា Midnight Club Series កលាកាសទាត់បាល់ Tekken Mortal Kombat ជាដើមហើយមកដល់ឆ្នាំ2026នេះហ្គេមទាំងអស់នេះវានៅតែសប្បាយលេងអាចកំដរការអុកសុកយើងបានគ្រប់ទីកន្លែងគ្រប់ពេលវេលាតែម្ដងហើយយើងអត់មានត្រូវចាយលុយទិញ D game លេងដូចចំនួនមុនទេដោយសារឥឡូវគឺគេអាចចេះ break ដាក់ហ្គេមលេងបានគ្រប់ហ្គេមទាំងអស់និយាយរួមគឺលេងបានមកសប្បាយមកឆ្ងាញ់ដៃតែម្ដងអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់រំលឹកអនុស្សាវរីយ៍ល្អៗចង់បានម៉ាស៊ីនហ្គេមមួយដែលស្រួលយកទៅតាមខ្លួនចង់លេងពេលណាក៏បានទុកគ្រាន់កំដរការអុកសុកនៅពេលទំនេរបំបត្តិ stress ភាពតានតឹងអាចគិតគូរលើ PSP នេះបានមានលក់នៅហាង Game Boy Cambodia តម្លៃធូរថ្លៃដែរទេខ្ទង់90ជាងទៅ100ស្ដើងទៅតាម condition ម៉ាស៊ីនមាន time tune memory 64GB ដែលអាចដាក់ហ្គេមបានច្រើនលេងអត់អស់ទេ free បញ្ចូលហ្គេមសប្បាយៗឲ្យមកពេញ time tune ដុំសាកនិងមានធានាជូនក្រៅពី PSP នៅ Game Boy ក៏មានលក់ម៉ាស៊ីនហ្គេមគ្រប់ប្រភេទទាំងអស់មានដូចជា PS Vita Nintendo Switch 1 Switch 2 Switch OLED Switch Lite PS4 PS5 Xbox ពួក handheld ROG Ally Legend Go Abonnect Retroid Pocket បានតាំងហ្គេម VR monitor ចល័ត cassette game ដៃហ្គេមនិង accessory game គ្រប់ប្រភេទទាំងអស់និយាយរួមឲ្យតែតាក់
តតងជាមួយនឹង game មិនថា game ស៊េរីចាស់ឬក៏ថ្មីអីទេគឺ Game Boy មានគ្រប់មុខទាំងអស់តែម្ដងហើយតតងទិញតាមលេខទូរស័ព្ទដែលខ្ញុំដាក់នេះឬក៏តតងឆានតាម page Game Boy Cambodia ក៏បានដែរ